មានប្រយោគភាសាថៃមួយចំនួនដែលយើងតែងតែធ្លាប់ឮជាពិសេសនៅក្នុងសាច់រឿងដែលគេឧស្សាហ៍និយាយដូចពាក្យថាមែនអត់ឬមែនដែរឬទេជីងម៉ៃជីងម៉ៃពេតតាពេតតាជីង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 ហើយមួយទៀតពាក្យដែលគេតែនិយាយថាមែនអីមែនអីឬមែនហើយដែលភាសាខ្មែរយើងនិយាយទៅតាមតំបន់នីមួយៗភាសាថៃគេនិយាយថាជីងរជីងរឬជីងម៉ៃដូចគ្នាណាពាក្យថាជីងម៉ៃនិងពាក្យថាជីងរជីងរមួយទៀតជីងឬជីងឬប្រយោគទាំង3នេះគឺយើងអាចប្រើបញ្ជាក់តាក់ទងជាមួយនឹងពាក្យថាមែនអីមែនអីហើយនឹងប្រយោគភ្ជាប់ដែលយើងតែងប្រើពាក្យថាហើយនឹងថៃគេនិយាយថាលែវក៏ឧទាហរណ៍ខ្ញុំហើយនឹងអ្នកខ្ញុំហើយនឹងអ្នកភាសាថៃយើងអាចនិយាយថាឆាន់แล้วก็คุณฉันแล้วก็คุณអ្នកគ្រូចុះពាក្យឆាន់กับคุณឆាន់กับคุณឆាន់กับคุณប្រែថាខ្ញុំជាមួយនឹងអ្នកឬខ្ញុំជាមួយអ្នកចាឧទាហរណ៍ថាวันนี้ฉันจะไปกับคุณวันนี้ฉันจะไปกับคุณប្រែថាថ្ងៃនេះខ្ញុំនឹងទៅជាមួយអ្នកចានេះ